2 set ឬក៏4 set តើមួយណាគឺឲ្យយើងនឹងប្រកាន់សេចក្ដីសាងសង់សេចក្ដីបានច្រើនជាងនិយាយទៅខ្ញុំធ្លាប់ធ្វើច្រើនមែនតើមិនថា5 set ហើយច្រើនណាមិនដឹងនិយាយថាមិន rep ក៏ច្រើន set ក៏ច្រើនអញ្ចឹងបើតាមបទពិសោធន៍របស់ខ្ញុំគឺ4 set មិនមែនបានន័យថានឹងប្រកាន់សេចក្ដីឲ្យយើងនឹងបានច្រើនជាងមុនអីដែលស្វ័យប្រវត្តិនោះទេវាអាស្រ័យទៅលើគេហៅថាការខិតខំប្រឹងប្រែងធ្វើឲ្យការហាត់ការអីរបស់យើងមួយសេតហ្នឹងគឺវាពិបាកវាឲ្យច្បាស់ថាវាខ្លាំងហើយវាចិត្តដល់គេហៅថាបរាជ័យអាហ្នឹងវាគេហៅថាសេតគុណភាពអញ្ចឹងយើងផ្ដោតលើមិនមែនចំនួន rep ទេមិនមែនចំនួន set ទេយើងគួរផ្ដោតទៅលើគេហៅថា set គុណភាពនៃ set នីមួយៗសរុបមកវិញសម្រាប់មនុស្សភាគច្រើនគឺ2ទៅ3 set ហ្នឹងគឺវាគ្រប់គ្រាន់ហើយដូចខ្ញុំនិយាយអញ្ចឹងសំខាន់យើងហាត់ឲ្យវាត្រូវហើយមានភាពរីកចម្រើន